ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះចូលច្បារដំណាំមកកាត់ជីយកទៅធ្វើម្ហូបហើយឥឡូវនេះគឺចាប់ផ្ដើមកាត់ជីអង្កាមជីអង្កាមនេះទើបកាត់ថ្ងៃមុនសោះបងប្អូនថ្ងៃនេះល្អល្មមនឹងកាត់ទៀតហើយដោយសារខ្ញុំដៃម្ខាងកាន់កាមេរ៉ាដៃម្ខាងកាន់កន្ត្រៃដល់អញ្ចឹងកាត់ហើយបានប្រមូលយកដាក់កញ្ច្រែងហើយបន្ទាប់ពីកាត់ជីរណាហើយខ្ញុំក៏បន្តទៅកាត់ជីមនុស្សចាមានបន្លែដែលនៅក្នុងផ្ទះងាយស្រួលអញ្ចឹងបងប្អូនយើងត្រូវការញ៉ាំអីគឺមកបេះមកកាត់តភ្លាមហ្មងអញ្ចឹងហើយបងប្អូនដែលមានដីទំនេរកុំទុកដីទំនេរចាបងប្អូនដាំនេះបន្តិចដាំនោះបន្តិចទៅមានសពគ្រប់ក៏កាត់បន្ថយការចំណាយដែរបន្ទាប់ពីកាត់ជីម្លូហើយខ្ញុំទៅកាត់ជីនឹងវងនេះក៏ល្អដែរបងប្អូនលាស់ខ្ចីណាស់កាលបងប្អូនក្តិចត្រួយអញ្ចឹងវាលាស់បែកខ្នែងមកកាន់តែច្រើនបងប្អូនហើយបើអត់កាត់ខ្នែងអញ្ចឹងទេវានឹងការមកសុខចាស់អស់ហើយអូនដើមអីគេនឹងជីស្បៃអីកូនស្បៃចង្កោះ